ឥឡូវយើងមកជួបនិស្សិតឆ្នាំទី6នៅសាលាវិទ្យាសាស្ត្រសុខាភិបាលថៃប៊ីងគាត់ឈ្មោះវណ្ណរាគាត់និស្សិតឆ្នាំទី1ឆ្នាំចុងក្រោយអញ្ចឹងសូមចំណាប់អារម្មណ៍ពីគាត់ពីបទពិសោធន៍រៀននៅថៃប៊ីងហ្នឹងរយៈពេល6ឆ្នាំតើគាត់ជួបផលវិបាកជួបគុណសម្បត្តិអីខ្លះនៅពេលដែលគាត់កំពុងតែរៀននៅហ្នឹងបាទជំរាបសួរអ្នកនរគ្នាខ្ញុំបាទសុវណ្ណរាជានិស្សិតទី6រៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រថៃវិញតកតងទៅនឹងចំណាប់អារម្មណ៍ចំពោះក្នុងនាមខ្ញុំជានិស្សិតដែលរៀនបាន6ឆ្នាំរៀន6ឆ្នាំនៅសាកលវិទ្យាល័យនេះគឺមានអារម្មណ៍ថាការរៀននេះវាមានការលំបាកបើយើងគិតទៅគេរៀន8រយៈពេល6ឆ្នាំហើយយើងបែងចែកជាពីរដំណាក់កាលគឺឆ្នាំទី1ទី2គឺគេផ្ដោតទៅលើទិសដីច្រើនអញ្ចឹងណាហើយដល់ពេលពីឆ្នាំទី3ឡើងលើទៅគឺចាប់ដើមគេផ្ដោតទៅលើការដើរពេទ្យទៅក្នុងការព្យាបាលជំងឺការអីរោគសញ្ញារោគអីតាមពេទ្យច្រើនអញ្ចឹងហើយឆ្នាំទី1ទី2តាក់ទងទៅនឹងរៀនទិសដីនៅសាលាគឺមានការលំបាកខ្លាំងដោយសារមេរៀនគឺច្រើនហើយសាលាគេគឺបើថាគឺចង់គេជំរុញឲ្យនិស្សិតនោះគឺយើងមានការស្វែងរកសារខ្លួនឯងអញ្ចឹងណាបើយើងគិតជា%ប្រហែលជា20%គឺគ្រូបង្រៀននៅសាលាហើយ80%គឺយើងរៀននៅខ្លួនឯងចង់ត្រូវមានការស្រាវជ្រាវខ្លួនឯងច្រើនរៀនខ្លួនឯងច្រើនដើម្បីមានចំណេះដឹងដូចជាទៅប្រឡងបានជោគជ័យអញ្ចឹងហើយនៅពេលដែលឆ្នាំទី3ឡើងទៅគឺមានតាក់ទងជាមួយទៅនឹងការដើរពេទ្យការអីច្រើនអញ្ចឹងយើងត្រូវដើរពេទ្យអីរៀនតាក់ទងជាមួយទៅនឹងជាក់ស្ដែងជំងឺជាក់ស្ដែងនៅពេទ្យជាក់ស្ដែងតាមផ្នែកមួយអញ្ចឹងធ្វើឲ្យយើងមិនថាយើងត្រូវព្យាយាមទៅពេទ្យទៅអីច្រើនរៀនអំពីរោគសញ្ញាដូចជាជំងឺការវិនិច្ឆ័យឬជាការព្យាបាលការវិនិច្ឆ័យនៅក្នុងពេទ្យតាមផ្នែកមួយចឹងមានការលំបាកព្យាយាមឲ្យនិស្សិតមានការព្យាយាមស្វែងយល់ជាច្រើនហើយជាពិសេសគឺនៅពេលដែលយើងរៀនដល់ពេលដែលយើងទៅពេទ្យគឺយើងមានការរវល់ច្រើនដោយសារតែផឹកឡើងគឺត្រូវដើរពេទ្យផឹកឡើងពីម៉ោង7ព្រឹកដល់ម៉ោង11អញ្ចឹងហើយថ្ងៃឡើងគឺយើងត្រូវទៅរៀនទិសដីនៅសាលាហើយបន្ទាប់មកពេលយប់បើសិនបើយើងមានលេខយាមព្រោះយើងមានការភាគយាមអញ្ចឹងយើងត្រូវទៅយាមទៀតអញ្ចឹងធ្វើឲ្យយើងរវល់ពេញមួយថ្ងៃហើយនិយាយទៅយើងរៀនច្រើនប៉ុន្តែមេរៀនឬជាចំណេះដឹងទៅរៀនគឺច្រើនអញ្ចឹងធ្វើឲ្យយើងត្រូវឆ្លៀតពេលឆ្លៀតអីរៀនជាប្រចាំដើម្បីទី1មានចំណេះដឹងទី2ដើម្បីទៅប្រឡងផងតែតើការរៀនគឺយើងមានចំណាប់ដល់ប៉ុណ្ណឹងទេបាទ